និស្សិតជំនាញអក្សរសាស្ត្រចិននៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបទទួលបានជ័យលាភីលេខ1ក្នុងការប្រកួតចម្រៀងភាសាចិនប្រចាំឆ្នាំ2025នាព្រឹកថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជាបានរៀបចំការប្រកួតចម្រៀងភាសាចិនប្រចាំឆ្នាំ2025ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមវ៉ាងវិនពីងឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាជាលទ្ធផលនៃការប្រកួតវគ្គផ្ដាច់ព្រាត់នេះជ័យលាភីលេខ1បានទៅលើបេក្ខជនឈ្មោះយានដែលជានិស្សិតសិក្សាជំនាញអក្សរសាស្ត្រចិននៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបមានបេក្ខជនជាច្រើនរូបមកពីសាកលវិទ្យាល័យនិងសាលាបណ្ដុះបណ្ដាលភាសាចិនដែលជាឧបសម្ព័ន្ធរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជារួមមានសាកលវិទ្យាល័យអាស៊ីអឺរ៉ុបសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជាចិនសាកលវិទ្យាល័យភូមិន្ទភ្នំពេញសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាវិទ្យាស្ថានពាណិជ្ជកម្មខេមអេតសាកលវិទ្យាល័យជាតិបាត់ដំបងនិងសាលាបណ្ដុះបណ្ដាលភាសាចិនផ្សេងទៀតសរុបចំនួន44គ្រឹះស្ថានទូទាំងព្រះរាជាណាចក្រកម្ពុជាបានមកចូលរួមការប្រកួតប្រឡងចម្រៀងភាសាចិននេះសូមបញ្ជាក់ផងដែរថាកម្មវិធីនេះគាំទ្រដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានិងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរភាសាចិនបរទេសនៃក្រសួងអប់រំចិន